បាទជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអ៊ំពូមីងសុខសប្បាយទេអ្នកនរគ្នាបើត្រឡប់មកកាន់ខ្ញុំសុខហងម្ដងទៀតហើយថ្ងៃនេះខ្ញុំចេញវីដេអូឃ្លីបមួយខ្ញុំមិនដែលចេញវីដេអូឃ្លីបបែបហ្នឹងអ្នកនរគ្នាធ្លាប់តែថតវីដេអូ vlog អីផ្សេងអញ្ចឹងណាតែថ្ងៃនេះខ្ញុំចង់ចេញជាវីដេអូឃ្លីបមួយក៏ដូចជាសារដាស់តឿនសម្រាប់បងប្អូនពូមីងដែលគាត់នៅឆ្ងាយណាជាពិសេសពួកគាត់ទៅធ្វើការចំណាក់ស្រុកពីខេត្តមួយទៅដល់ខេត្តមួយអញ្ចឹងខ្ញុំចង់ចេញសារមួយដាស់តឿនដោយសារតែយើងត្រូវធ្វើដំណើរកាន់ពីកន្លែងការងាររបស់យើងហ្នឹងត្រឡប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំពុកម៉ែបងប្អូនប្រពន្ធកូនអីចឹងទៅអញ្ចឹងយើងសូមមេត្តាធ្វើដំណើរដោយមានការប្រុងប្រយ័ត្នទាំងអស់គ្នាចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកណារាល់ការធ្វើដំណើរវាតែងតែប៉ះពីគ្នាតិចតួចអីចឹងទៅឬមួយក៏អចេតនាណាមួយចឹងណាអញ្ចឹងសូមអ្នកទាំងអស់គ្នាមេត្តាយោគយល់អធ្យាស្រ័យព្រោះរដូវកាលនេះគឺជារដូវកាលភ្ជុំបិណ្ឌអញ្ចឹងយើងធ្វើដំណើរយើងសុខសុវត្ថិភាពទាំងអស់គ្នាយើងទៅដល់គេហដ្ឋានដោយសុខសុវត្ថិភាពយើងនឹងមានភាពរីករាយជាមួយនឹងរដូវកាលបិណ្ឌភ្ជុំទាំងអស់គ្នាហើយខ្ញុំក៏ធ្វើដំណើរដូចគ្នាដែរអ្នកនរគ្នាអញ្ចឹងនៅថ្ងៃទី22 23 24 25ហ្នឹងគឺយើងបានត្រឡប់ទៅកាន់ស្រុកហើយយើងសប្បាយចិត្តដែរអ្នកនរគ្នាមួយឆ្នាំមានតែម្ដងហើយសម្រាប់រដូវកាលបិណ្ឌភ្ជុំណាតែសម្រាប់ពុកម៉ែបងប្អូនខ្លះអ៊ំពូមីងយាយតាខ្លះទៅក៏គាត់នៅផ្ទះចឹងណាហើយរដូវកាលនេះវាបិណ្ឌ1បិណ្ឌ2តែមកដល់ពេលនេះអត់ដឹងថាបិណ្ឌប៉ុន្មានទេអ្នកនរគ្នាដោយសារតែខ្ញុំនៅធ្វើការដែរអត់ចាប់អារម្មណ៍ថាគេបិណ្ឌទីប្រហែលទេតែអត់ដឹងថាថ្ងៃទី19ថ្ងៃទី20ហ្នឹងគឺយើងសម្រាប់ពីការងារគឺយើងវិលត្រឡប់ទៅកាន់គេហដ្ឋានវិញហើយអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាវីដេអូនេះគ្រាន់ជាសារសម្រាប់ចែកជូនអ្នកទាំងអស់គ្នាដើម្បីធ្វើដំណើរទេអ្នកទាំងអស់គ្នាតោះខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយទៀតណាអូខេជួបគ្នានៅស្រុក